រឿងបុរសកុហក4នាក់កាលពីព្រេងនាយមានបុរសកុហក4នាក់មកជួបជុំគ្នារួមគំនិតគិតដើរទៅរកឈរបោកបញ្ឆោតយកទ្រព្យសម្បត្តិគេនៅគេហដ្ឋានឆ្ងាយពីលំនៅរបស់ខ្លួនព្រមព្រៀងគ្នារួចស្រេចហើយក៏នាំគ្នាដើរទៅលុះទៅយូរបន្តិចបានជួបប្រទះនឹងតាចាស់ដូនចាស់2នាក់ជាអ្នកធ្វើចំការកំបាសនៅក្បែរមាត់ទន្លេមួយដាច់ឆ្ងាយពីស្រុកភូមិគេបុរសកុហក4នាក់នោះបានដឹងដំណឹងថាតាចាស់ដូនចាស់ជាអ្នកមានទ្រព្យសម្បត្តិច្រើនគ្រាន់បើក៏គិតគ្នាថាយើងត្រូវនាំគ្នាទៅទីនោះដើម្បីភូតកុហកយកទ្រព្យសម្បត្តិតាចាស់ដូនចាស់នេះបុរស4នាក់នោះទៅដល់សួរតាចាស់ដូនចាស់ថាអោតាយាយអើយយើងខ្ញុំទាំង4នាក់មកពីស្រុកឆ្ងាយណាស់ខំតាច់ដើររកអ្នកឯណាដែលចេះដឹងព្រោះយើងចង់ដឹងពីរឿងព្រេងបុរាណនេះមកតែវេលានេះមកបានជួបនឹងតាយាយប្រហែលជាអ្នកចេះដឹងរឿងបុរាណមកខ្លះមិនខានបើដូច្នេះសូមតាយាយមេត្តានិទានរឿងព្រេងអ្វីមួយឲ្យចៅស្ដាប់បន្តិចតាចាស់ដូនចាស់ក៏ឆ្លើយតបទៅបុរសទាំង4នាក់វិញថាចៅអើយតាំងពីក្មេងដល់ធំចំណាស់នេះប៉ុណ្ណេះហើយតាយាយគ្មានចេះរឿងព្រេងអ្វីទេសូមចៅអញ្ជើញទៅសួររកអ្នកឯទៀតចុះបុរសទាំង4នាក់ក៏ជម្រាបទៅតាយាយវិញថាអោតាយាយអើយបើប្រសិនជាមានគេចេះរឿងព្រេងនេះតាយាយចង់ស្ដាប់ឬទេអោចៅអើយតាយាយចង់ស្ដាប់ណាស់តែរកអ្នកណាចេះគ្មានបុរសទាំង4នាក់ក៏ជម្រាបទៅតាយាយវិញដោយកិច្ចកលពងនឹងបោកយកទ្រព្យសម្បត្តិតាដូនចាស់យាយចាស់នោះឲ្យបានដោយងាយថាយើងខ្ញុំទាំង4នាក់នេះចេះខ្លះដែរព្រោះបានដឹងពីជីតាខ្ញុំគាត់និទានប្រាប់ថាបើនិយាយទៅកាលណាតាយាយត្រូវតែជឿទើបខ្ញុំនិយាយប្រាប់បានតាយាយក៏ព្រមព្រៀងឲ្យបុរសទាំង4នាក់នោះនិយាយបុរសទី1ចាប់អត្ថាធិប្បាយរឿងកុហកជាដំបូងឡើងថាកាលខ្ញុំនៅក្នុងផ្ទៃម្ដាយខ្ញុំបានចំនួន3ខែម្ដាយខ្ញុំគាត់ចង់ពិសាផ្លែទុរេននៅមុខផ្ទះខ្ញុំដើមវាមានកម្ពស់ប្រហែល8យាមនិងមានផ្លែតែមួយផងគាត់មិនដឹងជាគិតដូចម្ដេចនឹងបានផ្លែឈើនោះមកពិសាដូចខ្ញុំបានដឹងថាគាត់ពិសាផ្លែនោះខ្ញុំក៏ចេញពីផ្ទៃពោះតាមទ្វារមាសទៅឡើងបេះទុរេននោះយកមកជូនគាត់ពិសារួចស្រេចខ្ញុំត្រឡប់ចូលទៅក្នុងផ្ទៃគាត់វិញរស់ទី2ថាកាលខ្ញុំនៅក្នុងផ្ទៃម្ដាយខ្ញុំបានចំនួន6ខែឃើញគាត់នៅហាត់លំបាកនឹងធ្វើស្រែចម្ការច្បារដំណាំពេកខ្ញុំចេញពីផ្ទៃគាត់មកទៅធ្វើស្រែចម្ការខ្វៀលគោក្របីដំណាំបាយដងទឹកជំនួសគាត់ពីព្រឹកព្រហៀមលុះល្ងាចអស់ការងារធ្វើខ្ញុំចូលទៅក្នុងផ្ទៃម្ដាយខ្ញុំវិញជាដរាបមកបរោះទី3ថាអោតាយាយអើយខ្លួនខ្ញុំនេះជាទេវបុត្រចុះមកចាប់បដិសន្ធិនឹងម្ដាយខ្ញុំសពថ្ងៃនេះខ្ញុំចេញពីទ្វារមាសវេលាណាបានមកបំរើគាត់សពសារពើដល់ខ្ញុំចាស់ទៀតនឹងស្លាប់ខ្ញុំសូមចូលទៅក្នុងផ្ទៃម្ដាយខ្ញុំវិញដើម្បីកុំឲ្យស្លាប់ទាន់ហើយកើតម្ដងទៀតឲ្យបានជាក្មេងឡើងវិញបរោះទី4ថាខ្លួនខ្ញុំនេះចាប់តាំងតែចេញពីផ្ទៃម្ដាយកាលណាមកខ្ញុំរក្សាសិល5ចាំសិល8តែសិលខ្ញុំផ្លាយពីសិលអ្នកទាំងពួងចង់ផឹកស្រាចង់ជក់ពៀនសម្រាប់ជីវិតគេក៏បានលុះដល់ខ្ញុំស្លាប់ទៅកើតជាទេវតាសោយរាជសម្បត្តិនៅឋានសួគ៌បរិសទាំង4នាក់និយាយភូតកុហកគ្រប់គ្នាហើយក៏សួរទៅតាចាស់ដូនចាស់ថារឿងខ្ញុំនិទានជំរាបទាំងប៉ុន្មាននេះតើតាយាយជឿឬទេតាយាយឆ្លើយតបទៅវិញថារឿងនេះតាយាយជឿហើយចៅតែក្នុងគំនិតគាត់ទាំង2នាក់គិតឃើញជាស្រេចថាបរិសទាំងនេះសុទ្ធតែនិយាយកុហកទាំងអស់ដល់បរិសទាំង4នាក់នេះក៏ប្រាជ្ញាក៏ឲ្យតានោះនិយាយរឿង5ម្ដងវិញប៉ុន្តែមុននឹងនិយាយរឿងតាចាស់នោះគាត់បានសន្យាដោយបរិសទាំង4នាក់នោះដែរលុះព្រមព្រៀងទាំងអស់គ្នាហើយតាចាប់ផ្ដើមនិយាយថាអោចៅអើយកាលតានឹងនិយាយមកធ្វើចំការកំបាសនេះបាន5-6ឆ្នាំមានទ្រព្យសម្បត្តិប្រាក់មាសមុំនឹងចិញ្ចឹមចៅទាំង4នាក់នេះបានតែនៅឆ្នាំមុនមួយនោះកបាសមិនផ្លែសោះមិនដឹងជារឿងហេតុអ្វីបានមួយថ្ងៃតាដើររុកក្នុងចំការទៅឃើញដើមកបាសមួយដើមទំហំប៉ុនដើមត្នោតមានផ្លែមួយធំតាក៏ឡើងបេះយកមកផ្ទះដល់តានឹងយាយនាំគ្នាបកមើលឃើញមានគ្រាប់4ក្នុងមួយគ្រាប់មានកុមារម្នាក់គ្រប់គ្រាប់ទាំង4តាបានឲ្យយាយគាត់បំបៅ3បាច់រក្សាលុះដល់កុមារទាំង4នាក់នោះ
ធំឡើងក៏នាំគ្នារត់ចោលតានិងយាយទាំងអស់ទៅឥឡូវតាឃើញចៅទាំង4នាក់នេះត្រឡប់មកវិញហើយបុរសទាំង4នាក់ភិតភ័យខ្លាំងក៏នាំគ្នាឆ្លើយប្រកែកទៅនឹងតាចាស់ដូនចាស់វិញថាមិនមែនទេតាយាយសួរទៅវិញថាហេតុអ្វីក៏ចៅថាមិនមែនបើចៅចេះតែប្រកែកយ៉ាងនេះនោះឃើញថាទាស់ខុសនឹងកិច្ចសន្យាហើយបើដូច្នោះត្រូវចៅទាំង4នាក់មកបម្រើតាទើបត្រូវនឹងពាក្យសន្យាបុរសកុហក4នាក់កិច្ចមិនរួចក៏នៅបម្រើតាយាយទៅ